រកឃើញក្រុមខ្លាំង4ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្តហើយក្រោយពីបញ្ចប់ការប្រកួតវគ្គ8ក្រុមចុងក្រោយជើងទី2ទាំងស្រុងកាលពីម្សិលមិញនេះចំពោះក្រុមខ្លាំងទាំង4ក្រុមដែលឡើងទៅកាន់វគ្គ4ក្រុមចុងក្រោយឬវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់រួមមានក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំភ្នំពេញ Galaxy ក្លឹបបាល់ទាត់ Lion King ខេត្តសៀមរាបនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមក្នុងនោះជាលទ្ធផលនៃការប្រកួតជើងទី2វគ្គ8ក្រុមចុងក្រោយដែលបានធ្វើឡើងកាលពីថ្ងៃទី11វិច្ឆិកាគូទី1ការប្រកួតនៅកីឡដ្ឋានខេត្តកំពតក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតបានចាញ់ភ្នំពេញ Galaxy ដោយលទ្ធផល1-3គូទី2ការប្រកួតនៅទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំបានយកឈ្នះបាត់ដំបង United ដោយលទ្ធផល7-5ដោយឡែកលទ្ធផលនៃការប្រកួតជើងទី2នៃវគ្គ8ក្រុមដូចគ្នាកាលពីថ្ងៃទី12វិច្ឆិកាម្សិលមិញនេះគូទី1ការប្រកួតនៅកីឡដ្ឋាន Akihiro Kato ក្រុម Lion King ខេត្តសៀមរាបបានយកឈ្នះក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រះសីហនុដោយលទ្ធផល3-0គូទី2ការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺបានចាញ់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមដោយលទ្ធផល1-3ដូច្នេះក្រុមទាំង4គឺភ្នំពេញ Galaxy សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ Lion King ខេត្តសៀមរាបនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមនឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី26វិច្ឆិកាខាងមុខ